របៀបនៃការ add account Gmail YouTube មកប្រើប្រាស់បន្ថែមបងប្អូនណាហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងដើម្បីយើងទៅ add នៅ Gmail account YouTube មកបន្ថែមបាទអញ្ចឹងបងប្អូនចូលទៅកាន់នៅ setting ទៅបាទបងប្អូនចូលទៅកាន់នៅ setting បាទបន្ទាប់ហើយបងប្អូនអូមកក្រោមមកបងប្អូនណាហ្នឹងហើយបងប្អូនអូមកក្រោមបងប្អូនទៅរកពាក្យថាuser and account បងប្អូនហ្នឹងហើយអញ្ចឹងបងប្អូននេះកន្លែងរូបក្បាលមនុស្សហ្នឹងបងប្អូនហ្នឹងគេដាក់ user and account បងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចុចលើហ្នឹងទៅបាទហ្នឹងហើយបន្ទាប់ពីចុចលើហ្នឹងហើយនេះបងប្អូនមើលត្រង់កន្លែងនេះណានេះគេដាក់ add account បងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនចុចទៅលើហ្នឹងទៅបាទហ្នឹងហើយបន្ទាប់ហើយបងប្អូនចុចចូល Google មកបាទអញ្ចឹងបងប្អូនរងចាំនេះសិនទៅចូលឡើងនេះមកlike email and phone ហ្នឹងអញ្ចឹងបងប្អូនសេ email ឥឡូវខ្ញុំសូមបិទនៅ Gmail របស់ខ្ញុំសិនទៅ @g បន្ទាប់ហើយបងប្អូនចុចពាក្យ next មកហ្នឹងហើយបងចុចពាក្យ next មកបាទបន្ទាប់ពីចុចពាក្យ next ហើយបងប្អូនវាយនៅ password យើងមកឥឡូវខ្ញុំសូមបិទ password ខ្ញុំទៅបាទបន្ទាប់បងប្អូនវាយ Gmail ហើយបងប្អូនបងប្អូនវាយ password បងប្អូនចុចពាក្យ next មួយទៀតមកណាហើយបងរងចាំវាសិនទៅហ្នឹងហើយតើបងប្អូនចុចពាក្យថា save បាទតទៅពី save ហើយបងប្អូនចុចពាក្យថា I agree បាទបន្ទាប់ហើយបងរងចាំវាសិនបាទហ្នឹងហើយឥឡូវ email ដែលយើងបាន add បញ្ចូលមិញហ្នឹងគឺវាបានរួចរាល់ហើយបងប្អូនណាហ្នឹងហើយឥឡូវបងប្អូនចូលទៅមើលទៅណាចូលទៅមើលបងប្អូនចូលទៅកាន់ទៅ YouTube ទៅហ្នឹងហើយបាទហើយបងប្អូនចូលលើ profile យើងមក switch account ហ្នឹងហើយហេបងនេះគឺជា email ដែលយើងបាន add បន្ថែមមិញហ្នឹងអញ្ចឹងណាអញ្ចឹងបងខ្ញុំមានតែពីរទេបាទមាន ON Serinolek និង Dara Media Official ហ្នឹងហើយនេះគឺជា email ដែលយើងបាន add ចូលមិញនេះខាងក្រោមនេះបងប្អូនហ្នឹងហើយ Media Official ហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនបងប្អូនបានមើលវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបាននូវវីដេអូថ្មីបន្តទៀតបាទសូមអរគុណសូម